សម្រាប់បងប្អូនដែលធ្វើការតាំងពីព្រឹករហូតដល់ល្ងាចអស់កម្លាំងមែនទែនប៉ុន្តែទៅជាពេលយប់ហ្នឹងដល់ម៉ោងត្រូវគេងយើងគេងអត់លក់ទៅវិញសួរថាមានរឿងអីកើតឡើងសូមតាមដានវីដេអូនេះអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់បងប្អូនពីរចំណុចសំខាន់ទី1គឺមូលហេតុហើយនិងទី2គឺដំណោះស្រាយអញ្ចឹងបញ្ហានេះវាកើតឡើងដោយសារតែយើង stress អញ្ចឹងបងប្អូនអាច stress រឿងការងារគ្រួសារលុយកាក់ហើយនិងបញ្ហាផ្សេងពេលដែលយើងជួបបញ្ហានឹងយូរទៅយើងក៏ stress រយៈពេលយូរដែរអញ្ចឹងបើសិនជាយើង stress យូរលើសពី6ខែអីឡើងហើយគេហៅថា chronic stress ឬក៏ stress រ៉ាំរ៉ៃនៅពេលណាដែលយើង stress រ៉ាំរ៉ៃយូរអញ្ចឹងនៅក្នុងខ្លួនប្រាណរបស់យើងគឺបញ្ចេញអរម៉ូនមួយយ៉ាងឈ្មោះថា cortisol អញ្ចឹងដល់ចំណុចសំខាន់ហើយគឺអរម៉ូន cortisol មែនតើអរម៉ូន cortisol របស់យើងគឺវាត្រូវបញ្ចេញជារៀងរាល់ថ្ងៃទេប៉ុន្តែគ្រាន់ថាវាមានពេលដែលត្រូវចេញហើយនិងមានពេលដែលត្រូវឈប់អញ្ចឹងចេញនៅពេលណាគឺចេញនៅពេលព្រឹកពេលដែលបងប្អូនភ្ញាក់អរម៉ូននឹងត្រូវចេញដើម្បីរាងកាយរបស់បងប្អូនមានថាមពល stay alert អត់ងងុយគេងហើយអរម៉ូន cortisol នេះវានឹងធ្លាក់ចុះទៅវិញនៅពេលយប់ដើម្បីអីកុំឲ្យបងប្អូន stay alert ហើយចាប់ផ្ដើមងងុយគេងហើយនឹងគេងលក់ទៅប៉ុន្តែពេលដែលយើងមាន chronic stress យើង stress រឿងការងារច្រើនពេកទៅអរម៉ូន cortisol នេះវាមានការខុសប្រក្រតីវា error អញ្ចឹងវាចេញតាំងពីព្រឹករហូតដល់យប់24ម៉ោងវាចេញរហូតវាធ្វើឲ្យបងប្អូនគេងអត់លក់ទេប៉ុន្តែអានេះវាគ្រាន់តែជាចំណុចចាប់ផ្ដើមណាបងប្អូនអ្វីដែលកាន់តែអាក្រក់ពេលណាដែលយើងស្ថិតនៅក្នុងស្ថានភាពនឹងយូរទៅវានឹងធ្វើឲ្យបងប្អូនឆាប់ភ្លេចភ្លាំងពិបាកសម្រេចចិត្តពេលខ្លះគ្រាន់តែពេលព្រឹកញ៉ាំបាយព្រឹកនៅកន្លែងណាក៏ពិបាកសម្រេចចិត្តដែរអាចមានបញ្ហាផ្លូវចិត្តដូចជា depression ព្រួយបារម្ភច្រើន bipolar disorder មានន័យថា1ម៉ោងមុនសប្បាយចិត្ត1ម៉ោងក្រោយពិបាកចិត្តវាអាចប៉ះពាល់រាងកាយរបស់យើងដូចគ្នាដូចជាធ្វើឲ្យយើងឡើងគីឡូប៉ះពាល់បញ្ហាបេះដូងហើយនឹងជំងឺទឹកនោមផ្អែមនេះគឺជាចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀតទាក់ទងទៅនឹង stress ពេលណាដែលបងប្អូន stress កាន់តែយូរវាធ្វើឲ្យខួរក្បាលរបស់យើងនឹងវាអស់កម្លាំងនៅពេលណាដែលខួរក្បាលរបស់យើងអស់កម្លាំងរាងកាយរបស់យើងគិតថាយើងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ទោះបីជាយើងកំពុងតែនៅលើគ្រែគ្មានស្ថានភាពអីកើតឡើងក៏ដោយអញ្ចឹងបើសិនជាស្ថានភាពនៅក្នុងគ្រោះថ្នាក់គឺរាងកាយរបស់យើងនឹងចេញអរម៉ូន cortisol នឹងកាន់តែច្រើនទៅជារៀងរាល់ថ្ងៃហើយវាក៏ធ្វើឲ្យបងប្អូនគេមិនលក់ stay alert ពេញមួយយប់ផងដែរអញ្ចឹងជាលទ្ធផលវាប៉ះពាល់ទាំងសុខភាពផ្លូវចិត្តនិងសុខភាពផ្លូវកាយសំណួរសួរថាតើមានដំណោះស្រាយអត់ចម្លើយគឺថាមានអញ្ចឹងខ្ញុំរំលឹកបងប្អូនបន្តិច stress ធ្វើឲ្យអរម៉ូន cortisol ចេញហើយអរម៉ូន cortisol នេះវាធ្វើឲ្យរាងកាយរបស់យើងនឹងពិបាកគេងធ្វើឲ្យកោសិការបស់ខួរក្បាលយើងអស់កម្លាំងហើយនឹងប៉ះពាល់ទៅដល់បញ្ហាផ្លូវចិត្តយើងមួយចំនួនអញ្ចឹងដើម្បីបំបត្តិបញ្ហានឹងបានគឺយើងត្រូវបំបត្តិ stress មែនទេបងប្អូនប៉ុន្តែសួរថាបំបត្តិបានអត់ចម្លើយគឺថាយើងបាក់តិចហើយដោយសារអីបញ្ហាអស់ហ្នឹងវាចូលមកយើងរាល់ថ្ងៃយើងប្រឈមមុខជាមួយវារាល់ថ្ងៃអញ្ចឹងពិបាកនឹងបំបត្តិ stress ណាស់ប៉ុន្តែយើងមានកលឹះមួយដែលអាចជួយដល់បញ្ហាហ្នឹងគឺយើងត្រូវជួយដល់កោសិកាខួរក្បាលរបស់យើងក៏ដូចជាកោសិកាពេញមួយរាងកាយរបស់យើងហ្នឹងឲ្យវាមានថាមពលឡើងវិញដើម្បីទប់ទល់ជាមួយនឹងការ stress ហើយពេលណាដែលកោសិការបស់យើងមានកម្លាំងអរម៉ូន cortisol នេះវានឹងដើរទៅប្រក្រតីវិញមានន័យថាចេញទៅព្រឹកច្រើនចេញទៅតិចប៉ុន្តែមានសំណួរបន្ទាប់ទៀតសួរថាយើងធ្វើអីបានកោសិការបស់យើងនឹងមានថាមពលច្រើនអូខេអញ្ចឹងខ្ញុំជូនដំណោះស្រាយបងប្អូនចំនួន4ចំណុចទី1គឺយើងត្រូវញ៉ាំអង់ស៊ីម NAD+ អង់ស៊ីមមួយនេះមែនតើទៅវាមាននៅក្នុងខ្លួនរបស់យើងទេហើយវាជាអង់ស៊ីមសំខាន់ដែលជួយឲ្យកោសិការបស់យើងផលិតថាមពលបានអញ្ចឹងនៅពេលណាដែលរាងកាយរបស់យើងបំបែកខ្លាញ់បំបែកសឬក៏ amino acid dehydrogenase អង់ស៊ីមវានឹងទាញផ្ដាច់អ៊ីដ្រូសែនមួយ molecule បញ្ជូនទៅឲ្យ NAD ហ្នឹងបំលែងទៅជា NADH ហើយបានកោសិការបស់យើងបញ្ជូន NADH ហ្នឹងទៅ mitochondria របស់កោសិកាធ្វើឲ្យ mitochondria ហ្នឹងផលិតថាមពលបានច្រើនមែនទែនសម្រាប់កោសិកាជារួមបើគ្មាន NADH ទេកោសិការបស់យើងមិនសូវជាមានថាមពលទេវារៀងស្មុគស្មាញតិចបងប្អូនដោយសារតែវាតាក់ទងជាមួយនឹងជីវវិទ្យាប៉ុន្តែចង់ឲ្យបងប្អូនដឹងថាប្រើ NAD នេះវាបានផលអីហេតុអីបានផលអញ្ចឹងកុំឲ្យឮតែគេនិយាយថាល្អហើយយើងប្រើតាមគេអញ្ចឹងបន្ទាប់ពីយើងញ៉ាំ NAD នឹងហើយកោសិការបស់យើងមានថាមពលអ្វីដែលបងប្អូនទទួលបានគឺអត់សូវ stress អារម្មណ៍របស់បងប្អូននឹងល្អជាងមុនផ្ដោតទៅលើការងារបានច្រើនជាងមុនការចងចាំរបស់យើងក៏ល្អជាងមុនអ្វីដែលបងប្អូនចង់បានគឺការគេងលក់ស្រួលនៅពេលយប់នឹងឯងគឺយើងគេងស្ងប់អត់យល់សប្តិងើបមកឆ្លាស់ខ្លួននឹងតែម្ដងអញ្ចឹង NAD នេះគឺល្អមែនតើអញ្ចឹងយើងអត់ផ្ដោតតែលើ NAD តែមួយយ៉ាងទេនៅមានរឿង3សំខាន់ទៀតដែលបងប្អូនគួរតែធ្វើទី1គឺការតាំងសមាធិមួយថ្ងៃឲ្យបាន5-10នាទីអញ្ចឹងគឺមានការស្រាវជ្រាវច្រើនមែនទែនទាក់ទងនឹងការសមាធិឬក៏ meditation ហ្នឹងដែលវាជួយឲ្យរាងកាយរបស់យើងមានសុខភាពល្អសុខភាពផ្លូវចិត្តរបស់យើងក៏ល្អហើយមែនទែនទៅព្រះពុទ្ធក៏យកការសមាធិនេះយកទៅដាក់លើខ្លួនរបស់ព្រះអង្គផងដែរអញ្ចឹងបើសិនជាវាមិនមែនជារឿងល្អទេខ្ញុំគិតថាព្រះពុទ្ធមិនតាំងសមាធិទេទី2បងប្អូនត្រូវញ៉ាំអាហារណាដែលល្អសម្រាប់សុខភាពកាត់បន្ថយអាហារដែលប៉ះពាល់ដល់សុខភាពមានស្ករមានអាហារកែច្នៃអាហារកញ្ចប់អីហ្នឹងជាពិសេសគឺគ្រឿងស្រវឹងបើសិនជាយើងខំប្រឹងថែអីអស់ហើយតែយើងបែរទៅជាញ៉ាំអាហារដែលមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់វានៅតែធ្វើឲ្យកោសិការបស់យើងនឹងគ្មានកម្លាំងដែរព្រោះអីអ្វីដែលយើងញ៉ាំគឺវាអត់ជួយកោសិការបស់យើងទេចុងក្រោយគឺការហាត់ប្រាណបងប្អូនដើម្បីឲ្យសាច់ដុំរបស់យើងរឹងមាំក៏ដូចជាបញ្ចេញជាតិពុលទៅតាម
ញើសរបស់យើងនឹងផងដែរអូខេអញ្ចឹងនេះគឺជា3ចំណុចបន្ថែមទៀតសម្រាប់បងប្អូនធ្វើដើម្បីកាត់បន្ថយការ stress ក៏ដូចជាសម្រួលដល់ការគេងរបស់យើងផងដែរហើយខ្ញុំមានពាក្យចុងក្រោយមួយជូនបងប្អូនគិតមានលុយធ្វើអីបើសុខភាពយើងទ្រុឌទ្រោមសុខភាពរបស់យើងខ្សោយឈឺច្រើនយើងញ៉ាំអត់បានតើអ្វីដែលយើងខំប្រឹងនឹងយើងខំប្រឹងដើម្បីអីអញ្ចឹងបងប្អូនគួរតែចាប់ផ្ដើមគិតគូរពីការគេងពីសុខភាពរបស់យើងចាប់ពីឥឡូវទៅពីព្រោះអីបើសិនជាសុខភាពយើងខូចហើយវាអត់ recover ត្រឡប់មកវិញដូចដើមទេអញ្ចឹងត្រូវគិតសុខភាពជាមុនបន្តមកចាំបងប្អូនគិតគូររឿងលុយកាក់អូខេអញ្ចឹងវីដេអូថ្ងៃនេះគឺយើងមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានបញ្ហាតាក់ទងទៅនឹងការ stress ឬក៏គេងបងប្អូនអាចប្រឹក្សាជាមួយខ្ញុំបានបើសិនជាបងប្អូនមានបញ្ហាស្បែកមុខមុនមុខជាំក៏បងប្អូនអាចប្រឹក្សាជាមួយខ្ញុំផងដែរអរគុណសម្រាប់ការទស្សនាសម្រាប់ពេលនេះខ្ញុំបាទដុកទ័ររិទ្ធនឹងជួបបងប្អូននៅវីដេអូក្រោយទៀត